លោកតានិយាយអ្វីក៏ត្រូវមានភស្តុតាងដែរស្បៀងនេះជាអ្វីដែលម៉ែខ្ញុំទុកសម្រាប់ឆ្លងរដូវរងាដើម្បីរក្សាហ្វីនទុកខ្ញុំគ្មានជំរឿអ្វីក្រៅពីប្រគល់វាទាំងអស់ឲ្យពួកឯងរដូវរងានេះគ្មានស្បៀងបងប្អូនយើង3នាក់ក៏មិនដឹងថាអាចរស់ដល់នីតិក្រដូវឬអត់ដែរបាននាងកំណាចបើព្រមប្រគល់ស្បៀងមកចាប់ពីថ្ងៃនេះទៅត្រកូលមីលឺកាត់ផ្ដាច់ទំនាក់ទំនងជាមួយនាងទាំងស្រុងពីថ្ងៃនេះទៅផ្លូវណាផ្លូវនឹងម្នាក់ដើរម្នាក់មិនពាក់ព័ន្ធគ្នាហើយក៏មិនជួបពាក់ព័ន្ធគ្នាទៀតដែរល្អនេះជាពាក្យដែលលោកតានិយាយខ្លួនឯងអ្នកទាំងអស់គ្នាបានឬហើយចាប់ពីថ្ងៃនេះទៅមិនថារស់ឬស្លាប់បងប្អូនយើង3នាក់មិនមានទំនាក់ទំនងអ្វីជាមួយត្រកូលមីលឺទៀតឡើយខ្ញុំ Chloe Finn និង River គ្មានជាប់ពាក់ព័ន្ធអ្វីនឹងត្រកូលមីលឺទៀតទេល្អណាស់ពិតជាល្អម៉ែពួកយើងលែងមានម៉ែទៀតហើយទោះក្នុងផ្ទះនេះសល់តែពួកយើង3នាក់ក៏ដោយពួកយើងនឹងរស់ឲ្យបានល្អនិងមានកិត្តិយសម៉ែសូមសម្រាប់ដោយសុខចិត្តចុះខ្ញុំនឹងមើលថែប្អូនទាំងពីរឲ្យបានល្អកញ្ញា Chloe ថ្ងៃនេះនៅចំពោះវិញ្ញាណអ្នកខណ្ឌម្ដាយនាងខ្ញុំសូមប្រគល់លិខិតបំបែកគ្រួសារជូននាងលិខិតនេះធ្វើឡើងចំនួន3ច្បាប់លោកតាមេលឺរបានផ្តិតមេដៃរួចហើយគាត់រក្សាទុកមួយច្បាប់នេះជាច្បាប់របស់នាងខ្ញុំរក្សាទុកមួយច្បាប់ទៀតពី3ថ្ងៃទៀតក្រោយពិធីចូលវ័យរបស់នាងយកលិខិតនេះទៅការិយាល័យស្រុកដើម្បីបដូរយកបញ្ជីគ្រួសារថ្មីអរគុណច្រើនលោកមេភូមិថូម៉ាកាលពីមុនឪពុកនាងបានទៅការពារព្រំដែនដើម្បីអ្នកភូមិទាំងអស់បើមានការលំបាកខ្ញុំមិនឈរមើលនោះទេពីថ្ងៃនេះទៅចូលរស់នៅឲ្យបានល្អជាមួយប្អូនមកញ៉ាំខណៈនៅក្តៅថ្ងៃនេះជាថ្ងៃចូលវ័យរបស់បងស្រី Chloe តែពួកយើងអាចញ៉ាំបានត្រឹមមីស្ងោរធម្មតាប៉ុណ្ណោះខ្ញុំនឹងខំរកលុយឲ្យបានច្រើនដើម្បីឲ្យបងស្រីបានញ៉ាំសាច់មាន់ត្រីបានគ្រប់ពេលហើយខ្ញុំនឹងខំរៀននិងធ្វើជាក្មេងល្អមានតែពេលធំឡើងទើបខ្ញុំមានសមត្ថភាពការពារគ្រួសារនេះបានក្មេងទាំងពីរនេះពិតជាចេះគិតមែនមើលទៅម្ដាយរបស់ពួកគេអប់រំបានល្អណាស់ពួកឯងមិនយល់ទេមីក្តៅមួយចាននេះអាចលួងលោមចិត្តបានប្រសើរជាងម្ហូបឆ្ងាញ់គ្រប់មុខទៅទៀត Chloe ថ្ងៃនេះជាថ្ងៃចូលវ័យរបស់នាងម្ដេចក៏ញ៉ាំតែមីអញ្ចឹងខ្ញុំយកពងមាន់2គ្រាប់មកឲ្យថ្ងៃកំណើតត្រូវតែញ៉ាំមីថ្ងៃកំណើតដាក់ពងមាន់ទើបបានមែនហើយខ្ញុំក៏យកមកដែរនេះជាឆៃថាវនិងស្ពៃដែលទើបបេះពីសួនព្រឹកមិញស្រស់ណាស់លោក Lovis ផ្ញើត្រីនេះមកឲ្យជាត្រីដែលគាត់នេសាទបានដោយខ្លួនឯងវាទូចបន្តិចសង្ឃឹមថានាងមិនប្រកាន់ទេអរគុណអ្នកទាំងអស់គ្នាមិននឹកស្មានថាការធ្វើជាមេគ្រួសារងាយស្រួលបែបនេះទេឥឡូវបែកចេញមករស់ដោយខ្លួនឯងហើយត្រូវរកវិធីរកលុយចិញ្ចឹមប្អូនហើយជួយអ្នកភូមិចិត្តល្អទាំងនោះឲ្យមានជីវភាពធូរធារផងរបស់ទាំងនេះទំនើបពេកលក់មិនបានទេច្រកថ្នាំពេទ្យភូមិទឹកថ្លានេះដីស្ងួតខ្សោះដាំស្រូវមិនសូវបានទេតែឆៃថាវនិងស្ពៃមានច្រើនណាស់សមបំផុតសម្រាប់ធ្វើជ្រកលោកថៅកែចង់ទិញជ្រកទេជ្រកវាជាអ្វីក្លិនអីហ្នឹងជូរផងឆាផងស្លឹកក៏ដូចរលួយទៀតតែឆ្ងាញ់ខ្លាំងណាស់លោកថៅកែសាក់មួយមើលទៅនេះជារូបមន្តសម្ងាត់របស់ត្រកូលមីលឺមានតែមួយគត់បងប្អូនអើយមកសាក់មើលឆ្ងាញ់ណាស់មកសាក់បានរសជាតិយ៉ាងម៉េចដែរឆ្ងាញ់មែនលោកថៅកែក៏សាក់មើលដែរអត់ទេឃើញទេគ្រប់គ្នាសុទ្ធតែចូលចិត្តតើលោកថៅកែទិញឬអត់ជ្រក់នេះរសជាតិឈ្ងុយឆ្ងាញ់ណាស់មើលទៅប្រហែលប្រើអំបិលគុណភាពល្អធ្វើហើយអំបិលគឺជាទំនិញហាមឃាត់មួយដំណឹងមានតម្លៃស្មើប្រាក់ចំណូលកន្លះឆ្នាំរបស់គ្រួសារធម្មតាសម្រាប់គ្រួសារសាមញ្ញវាជារបស់ថ្លៃបំផុតហើយអ្វីយករបស់ថ្លៃបែបនេះមកធ្វើជ្រក់មើលទៅដូចរលួយអីចឹងខ្ញុំមិនហ៊ានទិញទៅលក់បន្តទេកញ្ញាលុះត្រាតែនាងប្រាប់រូបមន្តសម្ងាត់ឲ្យខ្ញុំទើបខ្ញុំអាចទុកចិត្តបាននេះជារូបមន្តសម្ងាត់ខ្ញុំមិនអាចប្រាប់បានទេបើអីចឹងសូមលាហើយលោកនឹងស្ដាយក្រោយកញ្ញាសូមរងចាំសិនខ្ញុំឈ្មោះសាខារីសូមស្គាល់ឈ្មោះកញ្ញាបានទេកញ្ញាមកពីណាខ្ញុំកំពុងបំពេញបេសកកម្មសម្ងាត់មិនអាចប្រាប់ឈ្មោះពិតបានទេខ្ញុំឈ្មោះ Chloe មកពីភូមិទឹកថ្លាភូមិទឹកថ្លាWilliam Miller ជាជនក្បត់ដែលបានចុះឈ្មោះនៅភូមិទឹកថ្លាមានប្រពន្ធកូនស្រីនិងកូនប្រុសរយៈពេល8ឆ្នាំកន្លងមក William Miller បានឈរជើងនៅព្រំដែនឥឡូវគាត់បានលូកព័ត៌មានសម្ងាត់យោធារបស់ Alden ឲ្យណតឡើង William Miller បានរត់គេចខ្លួនហើយទៅភូមិទឹកថ្លាភ្លាមរកមើលថាគាត់បន្សល់តម្រុយអ្វីឬអត់បាទកញ្ញាស្គាល់ William Miller ទេមិនក៏លោកស្គាល់ឪពុកខ្ញុំ
ពិតជាមកដល់មាត់ទ្វារដោយខ្លួនឯងមែនខ្ញុំមកពីរាជធានីធ្លាប់ពីឈ្មោះទាហាននៅព្រំដែនខ្លះមើលទៅឪពុកខ្ញុំក៏មានមុខមាត់មិនតិចដែរគួរឲ្យស្ដាយណាស់ម្ដាយខ្ញុំស្លាប់ដោយមិនបានជួបគាត់ជាលើកចុងក្រោយប្រពន្ធស្លាប់ហើយក៏មិនត្រឡប់មកវិញទៀតអញ្ចឹងមានតែចាប់កូនស្រីគាត់ធ្វើជាចំណាប់ខ្មាំងហើយខ្ញុំមកពីរាជធានីដើម្បីរកស៊ីទើបតែបានសាកជ្រក់របស់នាងរសជាតិបែបនេះមនុស្សធម្មតាមិនអាចធ្វើបានទេជ្រក់នេះប្រើអំបិលធ្វើមែនទេសំជាមនុស្សមកពីរាជធានីមែនភ្នែកមុតណាស់គ្រឿងផ្សំសំខាន់របស់ជ្រក់នេះពិតជាអំបិលសម្មែងនិយាយអញ្ចឹងលោកថាចង់ទិញជ្រក់តើត្រូវការប៉ុន្មាននាងមានប៉ុន្មានខ្ញុំយកទាំងអស់ខ្ញុំមានដល់ទៅ10ប្រទេសលោកយកអស់ពិតមែនឬអំបិលរបស់ Alden ត្រូវហាមឃាត់មិនឲ្យលក់ឯកជននាងបែរជាយកអំបិលស្មុកធ្វើជ្រក់ដល់ទៅ10ប្រទេសច្បាស់ជាបានមកពីលុយក្បត់ជាតិរបស់ William Miller ហើយបាន10ប្រទេសក៏10ប្រទេសខ្ញុំយកទាំងអស់ថ្ងៃនេះខ្ញុំកក់ប្រាក់មុន$2,000ពេលក្រោយខ្ញុំនឹងទៅភូមិទឹកថ្លាដើម្បីយកទំនិញពិតមែនឬបរោះពិតពាក្យសន្យាមានតម្លៃដូចមាសចាប់នាងទៅ William Miller គ្មានផ្លូវអ្វីក្រៅពីចេញមកប្រកបខ្លួនទេមិនថាសម័យបុរាណឬសម័យទំនើបឡើយអ្នកដែលមានអំណាចនិងទ្រព្យសម្បត្តិតែងតែទទួលបានឱកាសមុនគេជាតិកាលមុនទោះខ្ញុំមានជំងឺធ្ងន់ក៏នៅតែស៊ូពីដៃទេរហូតជាប់ក្នុងបញ្ជី Forbes ឥឡូវខ្ញុំមានរាងកាយមាំមួនប្រាជ្ញាវាងវៃនិងសម្ភារៈរាប់ពាន់លាននៅក្នុងដៃការចាប់ផ្ដើមសារជាថ្មីគ្រាន់តែជារឿងងាយប៉ុណ្ណោះ